ផ្លូវនេះគឺជាផ្លូវកស៊ូធម្មតាប៉ុន្តែពេលដែលយើងនិយាយដល់លំដាប់អ្នកដែលធ្វើដំណើរលើផ្លូវនេះវិញអ្នករស់ស៊ីប្រកាសជាមើលឃើញមុនគេនោះគឺបន្ទាប់ពីស្ពានហើយនឹងផ្លូវមួយនេះធ្វើរួចរាល់មនុស្សជាង 18,000 នាក់នឹងធ្វើដំណើរពីខណ្ឌច្បារអំពៅឆ្ពោះទៅព្រលានយន្តហោះឬក៏ទៅ shopping នៅ Aeon Mall មានជ័យតាមរយៈផ្លូវមួយនេះក្នុងនោះមិនតិចជាង 40% ទេគឺជាអ្នកដែលរស់នៅក្នុងបុរីពេញហួតបឹងស្នោហើយយើងបានដឹងថាបុរីពេញហួតគឺជាអ្នកអភិវឌ្ឍលំដាប់ top 3 នៅក្នុងប្រទេសរបស់យើងអញ្ចឹងយើងដឹងថាតើអ្នករស់នៅក្នុងនោះគឺជាអ្នកលំដាប់បែបណាផ្លូវនេះគឺជាផ្លូវកស៊ូធម្មតាប៉ុន្តែពេលដែលយើងនិយាយដល់លំដាប់អ្នកដែលធ្វើដំណើរលើផ្លូវនេះវិញអ្នករស់ស៊ីប្រកាសជាមើលឃើញមុនគេនោះគឺចាប់ឱកាសឲ្យបានខ្លាចជាម្ចាស់ដីនៅលើផ្លូវធំមួយនេះអញ្ចឹងថ្ងៃនេះខ្ញុំនាំអតិថិជនទៅមើលដីនោះឲ្យបានមុនគេដីនេះមានទីតាំងស្ថិតនៅលើមហាវិថីឈុនគង់នេះតែម្ដងចម្ងាយប្រហែលជា200 ម៉ែត្រប៉ុណ្ណោះពីស្ពានថ្មីដែលជាស្ពានភ្ជាប់ពីខណ្ឌច្បារអំពៅមកខណ្ឌមានជ័យហើយបើយើងធ្វើដំណើរទៅត្រង់បន្តិចទៀតប្រហែលជា 1,800 ម៉ែត្រយើងនឹងទៅដល់ផ្សារទំនើប Aeon Mall មានជ័យដីនេះបែរទៅទិសខាងកើតល្អទាំងការបើកអាជីវកម្មឬសង់ជាលំនៅឋានសម្រាប់លំនៅឋានដីមានទំហំចាប់ពីទទឹង20 ម៉ែត្រជម្រៅ30 ម៉ែត្រឬក៏អតិថិជនចង់បានធំជាងនេះក៏បានចំណែកអតិថិជនដែលចង់បានជាប់ជាមួយនឹងមហាវិថីឈុនគង់នេះសម្រាប់បើកអាជីវកម្មខ្នាតធំក៏មានដែរទទឹង74 ម៉ែត្រជម្រៅ45 ម៉ែត្រទទឹង53 ម៉ែត្រជម្រៅ113 ម៉ែត្រអូផ្លេចបញ្ជាក់នៅលើផ្លូវធំនេះមានតែ2ណានៅតំបន់ Aeon 3នេះអតិថិជនដែលធ្លាប់ដើរមើលទិញដីដើម្បីសង់ផ្ទះគឺបានដឹងហើយគឺមិនងាយមានទេដីដែលខ្នាតវិឡាអញ្ចឹងឥឡូវនេះកាន់តែពិសេសនៅក្នុងអំឡុងពេលដែលស្ពានអត់ទាន់ធ្វើហើយអតិថិជនដែលមកទិញដីនៅទីនេះបានតម្លៃកាន់តែពិសេសតម្លៃត្រឹមតែ$650សម្រាប់ខ្នាតវិឡាហើយដីដែលនៅលើមហាវិថីឈុនគង់ដែលយើងអាចបើកអាជីវកម្មខ្នាតធំបានគឺតម្លៃត្រឹមតែ$1,000ឡើងតែប៉ុណ្ណោះអតិថិជននៅចាំមិនទៀតតើតើមកឥឡូវនេះដើម្បីមកមើលឲ្យបានមុនគេ